ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះជាថ្ងៃទី22ខែ4ឆ្នាំ2025បាទបន្ទាប់ពីចូលឆ្នាំរួចឥឡូវនេះដល់ពេលវេលាដែលត្រូវដើរចងផ្លែលម៉ើទម្លាក់ចុះមកក្រោមចងផ្លែលម៉ើទម្លាក់ចុះមកក្រោមដើម្បីយើងបដូរថង់ពីថង់សដែលប្រកាត់គេពីផ្កាចេញមកជាក្តាប់បែបនេះមកថង់ពណ៌ត្នោតវិញថង់ធំបាទអញ្ចឹងហើយគឺត្រូវញាប់ដៃញាប់ជើងណាព្រោះលម៉ើចាប់ដើមចេញក្តាប់ច្រើនណាបាទអញ្ចឹងត្រូវតែធ្វើយ៉ាងណារូបបាទច្រើនអញ្ចឹងមិនទុកទៅអស់ទេបាទអញ្ចឹងយើងត្រូវតែងវាទុកតែមកតងនេះ18ផ្លែ20ផ្លែឬក៏12ផ្លែទេតាមទំហំដើមហើយនឹងតាមកម្លាំងផ្លែបងប្អូនមើលនេះអូនិយាយថាណែនបាទនេះនេះឃើញរាយចឹងបន្តិចណែនធំឡើងទៅគឺណែនឆ្លងម្ដងមាន4-10ធ្លាយជាងបាទ4-10ធ្លាយជាងម្ដងហើយមួយធ្លាយហ្នឹងមានចន្លោះពី5គីឡូឡើងទៅដល់7គីឡូ10គីឡូ12ដល់15គីឡូក៏មានដែរបាទគេមើលនេះណែនឆ្លងចឹងដល់ហែកចេញទៅធ្វើអត់ទាន់បាទយើងហែកថងចេញដើម្បីឲ្យវាផ្លែទលាយស្រឡះកុំឲ្យវាជ្រុះខ្លះអីខ្លះនឹងវាស្អុយហ្នឹងហើយថងទៅខែ7បន្ទុំបាទខែ7វាចន្លោះពីប្រកាត់ផ្កាទៅ150ថ្ងៃអញ្ចឹងដល់ខែ7បន្ទុំយើងត្រូវតុបតែងស្អាតបាទពីដើមទៅតូចអញ្ចឹងបាទវាពូជបាយលឿងផ្លែទុំពោលឿងពូជរបស់អង់គ្លេស DVD មកពីប្រទេសអង់គ្លេសហ្មងតែគេផលិតមកមានតែពីរពូជទេប្រទេសអង់គ្លេសមានចាវីដើមឈ្មោលហើយនឹងផ្លែពណ៌លឿងនឹងតែដែរណែនផងហើយមានផ្លែតែមួយដើមហ្នឹងទេបាទផ្លែច្រើនមកដើមនេះក៏ផ្លែដែរបាទនិយាយទៅផ្លែគ្រប់ដើមហើយនៅចកាខ្ញុំហ្នឹងមានច្រើនពូជដែរលេឡំគ្នាពេលហ្នឹងដូចខ្ញុំឧស្សាហ៍បង្ហាញតាំងពីវីដេអូមុនរហូតមកនេះតាំងពីប្រកាសមកខ្ញុំអត់ដែលបានដើរឆែកមើលរវល់ការងារក្រៅផងអីផងឥឡូវនេះអូតែថងស្អាតអញ្ចឹងយើងតែងបន្ថែមនេះទៀតដើម្បីឲ្យធ្វើយ៉ាងវារីកជាងហ្នឹងកាលណាទុកផ្លែច្រើនពេកផ្លែវាអត់សូវរីកទេបាទនេះណាដែលអត់ណែនណាដែលអត់ណែនគឺយើងអត់ខ្ញុំអត់ហែកថងចេញទេអូមកចងថងនេះរឹបពីលើទីកុំឲ្យនៅកណ្ដាលវាណាដែលអត់ណែនគឺខ្ញុំអត់ហែកទេណែនចឹងអីត្រូវទៅជួយហែកវាទៅនេះទៅវាយូរឆាប់ប្រេះថងនឹងដែរហើយទៅហែកថងនឹងយកមកទៅក្រោយឆ្នាំក្រោយទៀតក៏ប្រើកើតដែរមើលណែនឆ្លងនេះឆ្លងកូនទៅកូនបាយហ៊ីក្រហមទៀតមិននិយាយផ្លែរឹបទៅច្រើនទៀតបាយហ៊ីក្រហមផ្លែវែងឲ្យច្រើនទៀតបាយហ៊ីយើងទៀតគឺចងនេះលើវិញដាំដំណាំលម៉ើដាំត្រូវ4ខ្នាតផលច្រើនណាពីមួយឆ្នាំទៅឆ្នាំមានតែដើមនឹងចកោមដើម4-10ធ្លាយជាងដើម4-10ធ្លាយជាងមើលបាទដើមណាក៏ដូចដើមណាដែរផ្លែពេញដើមទីផ្សារល្អអី1គីឡូ40000ដូចឆ្នាំទៅមិញអីមួយចកោម10គីឡូមួយចកោមស្មើ400000បាទនឹងបើទីផ្សារល្អដូចរាល់ឆ្នាំមុនណាបាទតែបើខាងឃើញត្រូវចុះយ៉ាងម៉េចអីយ៉ាងម៉េចអានឹងជាក់ស្ដែងតាមនឹងបាទមកដើមខ្លះចូល100គីឡូចង់4លានបាទលក់បានចឹងវាល្អមែនទែនឥឡូវនេះក៏
ឃើញថាពុកម៉ែបងប្អូនខ្មែរយើងទាំងអស់គ្រប់គ្រងណាផលិតផលខ្មែរដែលធ្វើបានដាំបាននៅក្នុងស្រុកបាទខ្ញុំពិតជាអរគុណមែនទែនមិនថាទុរេនបាទមិនថាដូងមិនថាដំណាំលម៉ើមិនថាដំណាំអីផ្សេងទេដូចតង្កែនដូចអីហ្នឹងណាបាទឥឡូវនេះគាត់ជួយគ្រប់គ្រងផលិតផលរបស់ខ្មែរយើងត្បិតថាពូជនាំចូលមកពីក្រៅប្រទេសក៏ប៉ុន្តែបានដាំដុះនៅស្រុកខ្មែរយើងបានផលអញ្ចឹងគាត់អញ្ជើញមកលេងដល់ចំការតែម្ដងបាទគាត់ជួយទិញគាត់ជួយកំងបងប្អូនបាទនេះហើយគេហៅថាទឹកចិត្តដ៏ធំធេងពីពុកម៉ែបងប្អូនដែលបានជួយគ្រប់គ្រងជួយកំងអញ្ចឹងបាទដូចត្រេនអីបាទត្រេនលំហូរមកពីប្រទេសជិតខាងច្រើនយ៉ាងណាក៏យើងដាំបាននៅដូចស្រុកសំឡូតនៅខាងមេមត់កំពង់ចាមអីហ្នឹងបាទខាងវាលវែងពោធិ៍សាត់អីហ្នឹងទាំងអស់ដែលដាំបានណាបាទព្រះវិហារព្រៃអីហ្នឹងនៅតែអត់គ្រប់គ្រាន់បាទជួយកំងអស់តែម្ដងបាទអញ្ចឹងនេះជាទឹកចិត្តធំធេងណាស់ពីពុកម៉ែបងប្អូនប្រជាជនខ្មែរយើងទាំងអស់ដែលតែងតែជួយលើកស្ទួយគ្រប់គ្រងផលិតផលខ្មែរយើងបាទដូចដូងក៏អូបអីហ្នឹងបាទបរិស្ថាននាំចូលមកពីប្រទេសគេច្រើនមែនក៏យើងដាំនៅស្រុកយើងការខ្លះរាប់ពាន់រាប់ម៉ឺនដើមនោះតែអត់គ្រប់បាទនេះជាការលើកស្ទួយវិស័យកសិកម្មដែលដំណាំក្នុងស្រុកធ្វើឲ្យអ្នកដាំដូចជារូបខ្ញុំឲ្យមានទឹកចិត្តសប្បាយចិត្តខំប្រឹងប្រែងខំប្រឹងប្រែងរកវិធីធ្វើយ៉ាងម៉េចឲ្យបានផលហើយធ្វើយ៉ាងម៉េចដាំហើយយើងកុំប្រើជាតិពុលគីមីខ្លាំងពេកដើម្បីឲ្យពុកម៉ែបងប្អូនអ្នកបរិភោគអ្នកហូបអ្នកវិសាអ្នកញ៉ាំហ្នឹងកុំឲ្យប៉ះពាល់ដល់សុខភាពបាទអញ្ចឹងខ្ញុំក៏សប្បាយចិត្តមែនទែនដែលបានដាំដំណាំដូចជាលម៉ើនេះបានផលឲ្យបានល្អដើម្បីជូនចែកចាយពុកម៉ែបងប្អូនហូបពិសាផងដែរបាទអញ្ចឹងអរគុណច្រើនបាទសូមជម្រាបលាបាទខ្ញុំបាទពីហាងសូមជម្រាបលាបាទ